តើយើងគួរបើកហាងកាហ្វេអត់ក្នុងឆ្នាំ2026នេះទាំងអស់គ្នាសម្រាប់ខ្ញុំមានរបរទាក់ទងមួយហាងកាហ្វេដែរបើសួរខ្ញុំវាមិនមែនជារឿងគួរឬក៏មិនគួរទេប៉ុន្តែខ្ញុំចង់មកប្រាប់ទាំងអស់គ្នាទាក់ទងជាមួយនឹងមុខរបរមួយនេះតើក្នុងឆ្នាំ2026ហ្នឹងវាវិវត្តដល់ណាហើយតើគួរបើកហាងកាហ្វេក្នុងឆ្នាំ2026អត់ទាំងអស់គ្នាយើងនៅតែអាចបើកបានទាក់ទងជាមួយមុខរបរមួយនេះគ្រាន់តែថាការបើករបរមួយនេះក្នុងឆ្នាំ2026គឺវាមានកម្រិតស្តង់ដារនៃការចូលរបស់វាហ្មងទាំងអស់គ្នាមានន័យថាវាឡើងដូចមុនឯង10ឆ្នាំឬក៏8ឆ្នាំមុនអីស្តង់ដាររបស់វាយើងត្រឹមតែចំណាយបាត់ចិត្តប៉ុណ្ណេះ100 200យើងចាប់ផ្ដើមបានទេអូខេអាហ្នឹងស្តង់ដារកាលពី10ឆ្នាំ8ឆ្នាំមុនអីប៉ុន្តែក្នុងឆ្នាំ2026នេះវាមានស្តង់ដារច្រើនទាំងអស់គ្នាដើម្បីយើងចូលក្នុងវិស័យមួយហ្នឹងក្នុងស្តង់ដារហ្នឹងខ្ញុំបែងចែកជា4ណាទាំងអស់គ្នាស្តង់ដារដើម្បីចាប់ផ្ដើមទី1ហ្នឹងគឺរសជាតិទាំងអស់គ្នានៅពេលដែលហាងកាហ្វេកាន់តែច្រើនពីមួយកន្លែងទៅមួយកន្លែងណាយើងអាចចូលទៅប្រជែងជាមួយគេទាំងធ្វើឲ្យតែបានមានថាទិញគ្រាប់កាហ្វេមករៀនឆុងបន្តិចបានកាហ្វេមួយកែវយើងថាយើងបើកហាងកាហ្វេប្រជែងមួយគេបាននេះអត់ទេក្នុងការបើកហាងកាហ្វេក្នុងឆ្នាំ2026នេះរសជាតិសំខាន់ណាស់នៅពេលដែលហាងកាហ្វេច្រើនព្រោះតែក្នុងតំបន់របស់គ្នាមាន100ហាងកាហ្វេទៅ200ហាងកាហ្វេអញ្ចឹងបងប្អូនបើសិនជាចង់ឈ្នះគេបងប្អូនត្រូវតែយករសជាតិរបស់យើងនេះទៅ compare ជាមួយនឹងរសជាតិរបស់គេអានេះបើសិនជាខ្ញុំលើកទឹកចិត្តណាសឹងតែយកទិញកាហ្វេពីដៃគូរបស់យើងដៃគូប្រកួតប្រជែងរបស់យើងហ្នឹងដល់10កន្លែងទិញ10កែវមកហើយជាមួយនឹងរបស់យើងមួយកែវសឹងតែយកទៅឲ្យមនុស្ស10នាក់ទៅ100នាក់ភ្លួចង់ដឹងថាតើកាហ្វេរបស់យើងចំណាត់ថ្នាក់លេខប្រមាណនៃកាហ្វេរបស់គេទាំង10កន្លែងហ្នឹងណាបងប្អូនអញ្ចឹងរឿងដំបូងហ្នឹងគឺរសជាតិសំខាន់ត្រូវរៀនត្រូវស្រាវជ្រាវច្រើនណាដើម្បីបានរសជាតិមួយល្អហើយទី2គឺតកតងមួយបរិយាកាសហាងវាត្រូវទៅសងគ្នាទាំងគ្នាយើងអាចមានរសជាតិហើយបរិយាកាសហាងយើងអត់កើតទេយើងត្រូវតែធ្វើរសជាតិរបស់យើងនេះធ្វើបរិយាកាសរបស់ហាងយើងនេះឲ្យទៅជាកន្លែងមួយដែលប្រកួតប្រជែងមួយគេបងប្អូនឧទាហរណ៍ថាហាងកាហ្វេគូប្រជែងរបស់យើងហ្នឹងគឺគេធ្វើដល់ indoor គេមាន indoor គេមាន outdoor គេមានបរិយាកាស decor ស្អាតគេមានទាំងគេថាទាំងសំណុំហ្មងចង់អង្គុយ indoor ក៏បានមានផ្សេងជាចង់អង្គុយ outdoor ក៏បានហើយគេមានកន្លែងថតរូបទៀតអញ្ចឹងបងប្អូនពេលដែលយើងចូលយើងត្រូវតែមានទាំងអស់ហ្នឹងដូចគេឬក៏លើគេតាម concept ដែលយើងស្រាវជ្រាវយកមកពីប្រទេសផ្សេងឬក៏ក្នុងប្រទេសយើងអញ្ចឹងណាបងប្អូនធ្វើឲ្យបានល្អជាងគេឬក៏ដូចគេអញ្ចឹងយើងមានរសជាតិយើងមានបរិយាកាសហើយទី3ហ្នឹងគឺអតិថិជនគោលដៅសិក្សាឲ្យច្បាស់បងប្អូនថាកាហ្វេរបស់យើងនេះយើងចង់លក់ឲ្យអ្នកណាហាងកាហ្វេមួយគេអាចមានអតិថិជនគោលដៅផ្សេងគ្នាបើសិនជាគូប្រជែងរបស់យើងគេផ្ដោតលើក្មេងៗអញ្ចឹងយើងអត់គួរទៅផ្ដោតលើក្មេងៗដូចគេបើគូប្រជែងរបស់យើងមួយផ្ដោតលើក្មេងៗសាលាមួយទៀតគេផ្ដោតលើអ្នកធ្វើការបែបធនាគារ banking អីចឹងទៅអញ្ចឹងចន្លោះប្រហោងកន្លែងណាឧទាហរណ៍ថាកន្លែងការងាររដ្ឋមកដុំអ្នកធ្វើការងាររដ្ឋសាលាខេត្តស្នងការ PM អីយើងពេទ្យអីយើងអត់ទាន់បានមានអ្នកទៅចាប់ទេយើងព្យាយាមធ្វើទីតាំងមួយនៅម្ដុំពួកគាត់ដើម្បីផ្ដោតលើពួកគាត់ហើយយើងព្យាយាមសិក្សារសជាតិឲ្យត្រូវជាមួយនឹងប្រភេទពួកគាត់អាហ្នឹងគឺអតិថិជនគោលដៅហើយទី3ហ្នឹងគឺ marketing ខ្ញុំនិយាយដែរអត់អាចបើកហាងកាហ្វេហើយរងចាំគេមកញ៉ាំហើយគេប្រាប់ពីមួយទៅមួយទេអញ្ចឹងណាបើកហើយត្រូវផ្សព្វផ្សាយយើងមានចំណុចពិសេសអីខ្លះធ្វើជាប្រចាំទាំងអស់គ្នាដើម្បីរំលឹកភ្ញៀវឲ្យមកជាប្រចាំហើយ
ឆ្នៃប្រឌិតរហូតមានមនុស្ស trending អីថ្មីព្យាយាមចាប់យកអាហ្នឹងគេហៅថាឆ្នៃប្រឌិតរហូតដើម្បីធ្វើ marketing ផ្សព្វផ្សាយឲ្យអតិថិជនមកអតិថិជនថ្មីកើនឡើងអតិថិជនចាស់មកជាប្រចាំហ្នឹងហើយបងប្អូនអាហ្នឹងគឺជាអីដែលខ្ញុំគិតឬក៏ជាចំណេះដឹងសម្រាប់បងដែលគាត់មានគម្រោងបើកហាងកាហ្វេក្នុងឆ្នាំ2026នេះបើសិនជាស្ដាប់ខ្ញុំទៅថាច្រើនណាស់ចំណាយច្រើនណាស់យើងធ្វើអត់បានទេខ្ញុំចំណាយតែប៉ុណ្ណេះក៏ខ្ញុំធ្វើហាងកាហ្វេបានដែរទូចប៉ុណ្ណេះក៏បានដែរបានទាំងអស់គ្នាខ្ញុំអត់ថាអត់បានទេប៉ុន្តែបានតែសួរថាទៅប្រជែងមួយគេឈ្នះអត់ភាគរយរៀងតិចទៀតដែរទាំងនេះរៀងតិចណាអញ្ចឹងទាំងនេះអញ្ចឹងកំឡុងពេលនេះឆ្នាំ2026នេះបើចង់ចូលវិស័យនេះគឺវិស័យនេះមានស្តង់ដាររបស់វាអត់អាចចេះតែចូលដូចមុនបានទេបើសិនជាចំណាយលុយទៅដូចយកលុយទៅបោះចោលអញ្ចឹងធ្វើលុំមុំគិតថាបានហើយហាងកាហ្វេមួយបានហើយទៅមួយគេនឹងដូចយកលុយទៅបោះចោលអញ្ចឹងដូចទៅកដរគេអញ្ចឹងទៅអស់នេះវិស័យនេះមិនមែនជាវិស័យចាក់ទឹកយកលុយងាយទេអត់ងាយទេអរគុណអរគុណអស់គ្នាអរគុណសម្រាប់ការស្ដាប់ដល់ចប់ជួបគ្នានៅវីដេអូក្រោយ